សួស្តីបងប្អូនទាំងអស់គ្នានេះគឺជា vlog ទី2របស់ខ្ញុំហើយនៅក្នុង vlog នេះផងដែរគឺជាដំណើរកម្សាន្តដើរលេងទៅប្រទេសហូឡង់ម្នាក់ឯងដែលមានរយៈពេល2យប់3ថ្ងៃហើយខ្ញុំបានទៅលេងទីក្រុង Amsterdam សួនផ្កា Keukenhof ហើយនិងភូមិ Zuiderschans ដំណើរកម្សាន្តមួយសុទ្ធតែចេញពីព្រឹកព្រលឹមរហូតដោយសារយើងទៅពីព្រឹកចឹងទៅយើងចំណេញពេលហើយខ្ញុំបានចេញពីសាលាម៉ោង4កន្លះដែរអញ្ចឹងចាប់ផ្ដើមចេញដំណើរទៅទីក្រុង Cologne ដើម្បីផ្លាស់ប្ដូរអាកាសភ្លើងឆ្ពោះទៅទីក្រុង Amsterdam នៃប្រទេសហូឡង់ហ្មងបងប្អូនទាំងអស់គ្នាមានបានចាប់អារម្មណ៍ឃើញវិហារនឹងអត់នឹងគឺជាព្រះវិហារកាតូលិកដ៏ធំមួយនៅក្នុងប្រទេសអាល្លឺម៉ង់នៅក្នុងទីក្រុង Cologne ហ្នឹងឯងហើយខ្ញុំបានឆ្លងកាត់ស្ពាន Hohenzollern ដែលមានគូស្នេហ៍ជាច្រើនគេអាសេឈ្មោះគេនៅក្នុងកូនសោយគេយកទៅចាក់នៅនឹងបន្ទាប់ពីជាតែភ្លើងអស់រយៈពេល3ម៉ោងជាងហើយក៏បានមកដល់ទីក្រុង Amsterdam ហើយមកដល់ភ្លាមគឺមានខ្យល់ខ្លាំងមែនទែនដោយសារទីក្រុងនេះវាមានចម្ងាយជិតនឹងសមុទ្រហើយទោះបីជាសីតុណ្ហភាពក្រៅ15អង្សាក៏ដោយក៏យើងមានអារម្មណ៍ថាដូច5អញ្ចឹងដោយសារខ្យល់វាធ្វើឲ្យសីតុណ្ហភាពកាន់តែត្រជាក់ហើយខ្ញុំក៏ឆ្ពោះទៅរកសាឡាងដើម្បីឆ្លងទៅត្រើយម្ខាងទៀតដើម្បីទៅ check in hotel ហើយសាឡាងនេះគឺនៅក្រោយស្ថានីយ៍តែភ្លើងកណ្ដាលនៃទីក្រុង Amsterdam មកហើយយើងជិះអត់អស់លុយគឺ free ទាំងអស់ហើយនេះគឺជាកន្ទប់អូតែលរបស់ខ្ញុំហើយខ្ញុំកក់កន្ទប់ដែលមានក្រេជាន់គ្នាដែលគេងហើយនៅជុំគ្នាប៉ុន្តែសំណាងល្អខ្ញុំទៅហ្នឹងគឺមានតែខ្ញុំម្នាក់ឯងបន្ទាប់ពី check in ដាក់អីវ៉ាន់ដាក់អីហើយខ្ញុំក៏បានចេញមកដើរលេងជុំវិញទីក្រុង Amsterdam ហើយនឹងរកអីហូបបន្លែដែលខ្ញុំដើរកាត់នេះមានឈ្មោះថា Single វាស្ថិតនៅក្នុងចំណោមបន្លែទាំង4ដែលល្បីជាងគេនៅក្នុង Amsterdam ដោយសារតែប្រវត្តិសាស្ត្រហើយនឹងជាប់ UNESCO ហើយអ្នកទាំងអស់គ្នាដឹងអត់ថានៅ Amsterdam មានបន្លែរហូតដល់165បន្លែដែលលាតសន្ធឹងនៅក្នុង100គីឡូម៉ែត្រហើយពេលហ្នឹងខ្ញុំកំពុងដើរក៏មេឃអលឹមធ្លាក់មកល្អមួយយ៉ាងដែរដែលយកឆាត់តាមខ្លួនពេលដើរលេងនៅខែនេះហើយបងប្អូនទាំងអស់គ្នាបានចាប់អារម្មណ៍អត់ឬសូកដឹងកង់រោរឿងហ្នឹងដោយសារប្រជាជនភាគច្រើននៅ Amsterdam ភាគច្រើនគេគឺចូលចិត្តជិះកង់ហើយគេមានផ្លូវកង់គេដល់ពេលចឹងយើងមកយើងត្រូវតែស្គាល់ផ្លូវកង់គេច្បាស់បន្ទាប់មកខ្ញុំក៏បានចូលទៅញ៉ាំ steak ហើយ steak គេមានរសជាតិឆ្ងាញ់មែនទែនហើយប្លែកកំដរដោយបរិយាកាសលឹមនៅមុខទេគឺត្រូវហ្មងហើយចេញពីហ្នឹងខ្ញុំក៏ឆ្លៀតទៅទិញ milk tea មួយទៅគឺក្បាត់បានទេសភាពទីក្រុង Amsterdam ពេលមេឃល្ងាចតិចហើយមេឃក៏រៀងស្រឡះតិចទៅគឺស្អាតមែនទែនមើលទៅដូចអត់ចិនណាយហ្មងIk moest allemaal dingen afmaken. Dat iedereen ging weg, dus dat nog maar met rust. Alleen floor zat er. ថ្ងៃនេះគឺថ្ងៃបន្ទាប់ខ្ញុំត្រូវទៅលេងសួនផ្កា Keukenhof ហើយខ្ញុំបានទិញសំបុត្រ one day pass ពីក្រុមហ៊ុន GVB ហើយដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងអានឹង24ម៉ោងហើយពេលទិញហើយយើងបំពេញឈ្មោះហើយវានឹងចេញ QR code ស្រាប់ឲ្យយើង scan ហើយសំបុត្រនឹងជិះបានច្រើនណាស់ដូចខ្ញុំកំពុងជិះហ្នឹងគឺ tram ជិះជុំវិញទីក្រុងហ្នឹងអញ្ចឹងហើយយើងអាចជិះទាំង metro នៅក្រោមដីបានទៀតឥឡូវនេះខ្ញុំបានដល់កន្លែងចាំឡានក្រុងដើម្បីទៅសួនហើយនៅ Amsterdam Rai ប៉ុន្តែខ្ញុំមកដល់លឿនពេកក៏សម្រាប់ចិត្តទៅលេងនៅ The Pipe Place Center
ដោយទៅហ្នឹងខ្ញុំជិះតាម metro នៅក្រោមដីតាម Europa Plan ហើយយើងចេញពីហ្នឹងទៅដើរទៅគឺដល់ហើយពេលគៀកមកក៏ខ្ញុំបានត្រឡប់មកវិញដើម្បីជិះឡានក្រុងទៅសួនផ្កា Keukenhof ខ្ញុំមកហ្នឹងខ្ញុំបានទិញសំបុត្រតាមអនឡាញដែលវាមានរួមបញ្ចូលទាំងសំបុត្រឡានដែលជូនទៅដល់សួនទៀតឥឡូវនេះខ្ញុំបានមកដល់សួនផ្កាហើយបងប្អូនទាំងអស់គ្នាដឹងអត់ថាសួនផ្កា Keukenhof គឺជាសួនផ្កាដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងពិភពលោកហើយមួយឆ្នាំគឺគេបើកពីចុងខែ3ទៅដល់ពាក់កណ្ដាលខែ5ប្រហែលជា8សប្តាហ៍តែប៉ុណ្ណោះពួកអីក្នុងរដូវនេះគឺជារដូវផ្ការីកដោយបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងខ្ញុំមកដល់នេះគឺចុងខែ3ហើយអញ្ចឹងទៅផ្កាខ្លះគេទៅយកទៅដាំនឹងអញ្ចឹងទៅវាអត់តន់រីកពេញទេអញ្ចឹងបើបងប្អូនចង់មកលេងហើយឃើញផ្ការីកស្អាតគឺមកកំឡុងពេលពាក់កណ្ដាលខែ4ចាប់ពីថ្ងៃទី10ទៅដល់ថ្ងៃទី20តាមរដូវកាលSorry.ដូចខ្ញុំបានប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងគឺផ្កាខ្លះគេទៅយកមកដាំទេប៉ុន្តែមិនអីសម្រាប់ខ្ញុំធ្វើមិនឲ្យតែបានមកដល់ហើយនឹងស្គាល់គេបានហើយនេះគឺជា apple pie ដែលគេល្បីនៅប្រទេសហូឡង់ពេលត្រឡប់ទៅវិញខ្ញុំក៏បានទិញរបស់អនុស្សាវរីយ៍មួយទុកទៅផ្ទះមកដល់ក្រុងវិញហើយខ្ញុំក៏សម្រេចចិត្តជិះ metro ដើម្បីទៅញ៉ាំ pasta ដោយប្រើសំបុត្រ one day pass នឹងឲ្យបានច្រើនទៅចំណេញថ្ងៃបន្ទាប់នេះគឺជាថ្ងៃចុងក្រោយដែលខ្ញុំនៅប្រទេសហូឡង់ហ្នឹងអញ្ចឹងព្រឹកឡើងខ្ញុំបានទៅជិះទូកនេះមើលទីក្រុងតាមបន្លាយមួយហើយធួគេនេះគឺល្អមែនទែនគេមាន speaker ដែលដាក់ជាកាសហើយយើងអាចយកស្ដាប់បានជាភាសាចិនឬក៏អង់គ្លេសបាន
នេះគឺជាទូកអូតែលសម្រាប់ភ្ញៀវទេសចរគេមកស្នាក់នៅដែលពីដើមឡើយប្រជាជនគេចេះយកទូកចាស់ៗដែលប្រើលេងបានគេយកមកច្នៃធ្វើជាអូតែលដល់ពេលចឹងរាល់ថ្ងៃនេះគឺគេល្បីតគ្នាបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានទៅទិញដំឡូងបារាំងដែលគេជាលក់មួយ topping ជាច្រើនដែលល្បីជាងគេនៅទីក្រុង Amsterdam ហ្នឹងចេញពីហ្នឹងមកខ្ញុំក៏បន្តដំណើរទៅលេងភូមិ Zandschkant ដោយខ្ញុំបានទិញសំបុត្រមួយទៀតដោយសារ GVB Pass អត់មានផ្លូវទៅហ្នឹងជិះប្រហែលតែ20នាទីក៏បានមកដល់ភូមិ Zandschkant នៅភូមិនេះសម្បូរភ្ញៀវទេសចរគេមកមើលផ្ទះផ្លិតហើយនិងផ្ទះប្រពៃណីរបស់ប្រជាជនហូឡង់ហើយនេះទៀតក៏គេល្បីសូកូឡាក្តៅកន្លែងគេធ្វើ cheese ហើយនឹងធ្វើស្បែកជើងរបស់ប្រជាជនហូឡង់ហើយស្ពាននេះគឺគេបានបើកដើម្បីឲ្យកប៉ាល់ដែលគេដឹកទំនិញធំៗជិះកាត់បន្ទាប់មកខ្ញុំក៏បានឃើញកន្លែងគេលក់សូកូឡាក្តៅហើយខ្ញុំក៏បានចូលទៅភ្លក់ដែរហើយនៅក្នុងនោះគឺគេឲ្យយើងធ្វើខ្លួនឯងតាមរបៀបមួយដែលគេប្រាប់យើងតាមហ្នឹងចេញពីហ្នឹងក៏ខ្ញុំទៅមើលកន្លែង cheese ដែលនៅក្នុងហ្នឹងគេតាំងជាម៉ាឡាកាំងដែលដូចជាមនុស្សកំពុងយកដោះគោផ្ទាល់អញ្ចឹងហើយនេះជាកន្លែងដែលគេលក់ cheese CapCut app Cap Good. yeah CAPCUT. yeah right Oh, it's a free app? បន្ទាប់មកក៏ខ្ញុំបានទៅមើលកន្លែងសារមន្ទីរបេជើងធ្វើពីឈើរបស់ប្រពៃណីប្រជាជនហូឡង់ផងដែរស្បែកជើងទាំងអស់ហ្នឹងគឺធ្វើចេញពីឈើហើយខ្ញុំក៏បានស្ទាបដែរគឺមានសភាពរឹងមែនទែនចេញពីហ្នឹងខ្ញុំក៏បានត្រឡប់មកទីក្រុង Amsterdam វិញហើយដើរក៏ឃើញប្រជាជនគេកំពុងបាញ់ផាមើលទៅរៀងញ៉ៃៗដែរក៏ខ្ញុំបានដើរចេញទៅទេសភាពបលាយរបស់ទីក្រុង Amsterdam ខ្ញុំមើលប៉ុណ្ណាក៏អត់ចេះតលន់ដែរខ្ញុំ check out អូតែលយកវ៉ាលីហើយដើរទៅស្ថានីយ៍ទេសភ្លើងវិញដើម្បីត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញបាយបាយទីក្រុង Amsterdam ប្រទេសហូឡង់ដំណើរកម្សាន្តទៅលេងប្រទេសហូឡង់របស់ខ្ញុំចប់ត្រឹមហ្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាពីដើមដល់ចប់ហើយយើងជួបគ្នានៅ vlog បន្តទៀតបាយបាយ